ជំរាបសួរសួស្តីអ្នកគ្នាស្វាគមន៍មកកាន់វីដេអូទី1ក្នុង Channel របស់ខ្ញុំ Huiling ហ្នឹងហើយអ្នកគ្នានេះជាវីដេអូ Makeup ទី1របស់ខ្ញុំដឹងមិនមកទេ so អញ្ចឹងយើងកុំឲ្យខាត់ពេលយូរយើងចូលទៅដល់ Makeup ទាំងអស់គ្នា so ជំហានដំបូងហ្មងខ្ញុំនឹងប្រើជាមួយនឹង Etude House Face Blur អានេះជាប្រភេទ primer អ្នកគ្នាខ្ញុំយកវាមកដាក់កន្លែងណាដែលវាមានហ៊ុនញើសរៀងធំអញ្ចឹងដើម្បីឲ្យវារៀងផ្ចិតហ៊ុនញើសបន្តិចហើយនៅពេលដែលយើងដាក់ foundation ឬមួយក៏ដាក់អីមកវាឆាប់ចូលអ្នកគ្នា yes then ខ្ញុំនឹងប្រើជាមួយនឹង 3CE Velvet Fit Foundation ពណ៌នេះរៀងសភាគច្រើនខ្ញុំញីវានៅលើដៃសិនអ្នកគ្នាញីវាលើដៃហើយបានខ្ញុំយកមកទះលើមុខអញ្ចឹងណាយកមក blend វារៀងពេញមុខអញ្ចឹងហើយពេញមុខពេញថ្ងាសអញ្ចឹងទៅបន្ទាប់មកខ្ញុំចូលចិត្តប្រើជាមួយនឹងប៉ង់លក្ខណៈចេះអ្នកគ្នាវារៀងខាស់អញ្ចឹងព្រោះប៉ង់ហ្នឹងវាស្រួលតប់ចូលមុខចឹងមកអ្នកគ្នាទះតប់មកបន្ទាប់មកខ្ញុំនឹងប្រើជាមួយនឹង concealer របស់ទីរឹអានេះមកខាងវាជាលក្ខណៈ stick ចេះអ្នកគ្នាឯមកខាងទៀតវាប្រភេទហៀវចេះអញ្ចឹងខ្ញុំយកអាប្រភេទហៀវហ្នឹងខ្ញុំយកមកដាក់វាលើដៃសិនហើយបានខ្ញុំយកជក់ហៀវស្ដើងបន្តិចចឹងឯអ្នកគ្នាបានឃើញហើយយកវាមកដាក់ក្រោមភ្នែកចឹងព្រោះខ្ញុំមានអារម្មណ៍ថាខ្ញុំធ្វើចឹងវាស្រួលជាងដែលខ្ញុំយកអាប្រភេទហៀវហ្នឹងយកមកតក់លើភ្នែកយកហ្មងណាហើយខ្ញុំដាក់កន្លែងណាដែលវារៀងមានស្នាមហ្នឹងយើងដាក់មកអូខេឥឡូវយើងចូលដល់ម្សៅហុយខ្ញុំប្រើរបស់ 3CE loose powder ខ្ញុំយកវាមកដាក់ក្រោមភ្នែកសិនអ្នកគ្នាដើម្បីព្រោះថាខ្ញុំអត់ចង់ឲ្យខាងក្រោមភ្នែកនឹងវាឆាប់កកអ្នកគ្នាព្រោះខ្ញុំតំដាក់ concealer ហើយមិញហើយបានខ្ញុំយកវាមកតប់នៅលើមុខបន្ថែមវិញទៀតសម្រាប់ contour ខ្ញុំប្រើរបស់ Lily by Red អ្នកគ្នាហើយជាមួយនឹងជក់បែបប្រភេទចេះតែបើជំហានមួយនេះខ្ញុំត្រូវគូនចាំសិនបាទខ្ញុំត្រូវ contour អ្នកគ្នាប៉ុន្តែអត់អីទៅសិនទៅអ្នកគ្នា contour តាមទម្រង់ច្រមុះយើងមកអ្នកគ្នាដែលខ្ញុំប្រើជាមួយនឹងជក់ប្រភេទរៀងស្តៀងអាមិញដែរប៉ុន្តែអានេះធំជាងអាមិញអ្នកគ្នាខ្ញុំយកវាមក contour ចកាខ្ញុំដោយអ្នកគ្នាឃើញមុខខ្ញុំប៉ោងខ្លាំងមែនតើអញ្ចឹងខ្ញុំចែ contour ទៅគេលោវាបានគ្រាន់បើអញ្ចឹងណាហើយឥឡូវបានមកគូនចើមអ្នកគ្នាខ្ញុំប្រើរបស់ Etude House សម្រាប់ទម្រង់ចើមខ្ញុំអត់ដឹងថាខ្ញុំគូខុសឬក៏ត្រូវទេអ្នកគ្នាខ្ញុំចិត្តតែគូតាមទម្រង់ដែលខ្ញុំមានសិនអញ្ចឹងណាយើងគូឲ្យសិតចឹងទៅអ្នកគ្នាឃើញអត់ឡើងអត់ស្មើគ្នាឥឡូវយើងមកដល់វា eyeshadow សម្រាប់ eyeshadow ខ្ញុំប្រើ palette របស់ Colourpop Chasing Rainbow សម្រាប់ palette នេះខ្ញុំស្រឡាញ់មែនតើអ្នកគ្នាគ្រាន់តែថាពណ៌របស់វារៀង colorful ហើយរៀងដិតតិចអ្នកគ្នាប៉ុន្តែអត់អីទេខ្ញុំនឹងព្យាយាមយកពណ៌ណាដែលយើងអាច make up ចេញទៅក្រៅឬមួយក៏អាចទៅដើរលេងបានអញ្ចឹងណាអញ្ចឹងខ្ញុំនឹងប្រើពណ៌កាឈូករៀងស្ដើងបែបទឹកក្រូចនេះយកមកដាក់ពេញភ្នែកដែលខ្ញុំយកវាដាក់នៅខាងក្រោមភ្នែកយើងដូចគ្នាបន្ទាប់មកខ្ញុំយកពណ៌រៀងកាឈុកដិតនេះយកមកដាក់ចុងកតុយភ្នែកអញ្ចឹងហើយខ្ញុំដាក់អញ្ចឹងហើយខ្ញុំចាប់ផ្ដើម blend វាពីខាងក្រោយភ្នែករហូតដល់ខាងមុខអញ្ចឹងវិញហ្នឹងហើយអានេះខ្ញុំដាក់រៀងស្ដើងអញ្ចឹងខ្ញុំដាក់ថែមតិចទៀតតោះមកខ្ញុំក៏ដាក់នៅខាងក្រោមភ្នែកដូចគ្នាដើម្បីកុំឲ្យខាងក្រោមហ្នឹងវាឃើញតែពណ៌កាឈូកស្ដើងតែឯងបន្ទាប់មកខ្ញុំប្រើ shimmer ពណ៌រៀងកាឈូកនេះយកមកដាក់
តែខាងមុខភ្នែកគេអ្នកគ្នាខ្ញុំអត់ដាក់ពេញភ្នែកទេអានេះខ្ញុំដាក់តែខាងមុខភ្នែក yes ហើយខ្ញុំយក shimmer ពណ៌រាងសវិញអ្នកគ្នាអានេះរាងទឹកមាសបន្តិចសបន្តិចចឹងយកវាមកដាក់ខាងក្រោមភ្នែកអូសវាទៅក្រោយបន្តិចចឹងហើយបានភ្ជាប់វាទៅខាងលើវិញបន្តិច yes and then នៅពេលដែលខ្ញុំផាត់ភ្នែកហើយគឺខ្ញុំចូលចិត្តយកជក់ស្អាតមួយយកមក blend វាចូលគ្នាអញ្ចឹងណាព្រោះខ្ញុំអត់ចង់ឲ្យ color ភ្នែករបស់ខ្ញុំវាមើលទៅវាដុំនៅភ្នែកឯអ្នកគ្នា so ឥឡូវយើងចូលដល់វគ្គ eyeliner អ្នកគ្នាខ្ញុំប្រើរបស់ Tony Moly ពណ៌ brown ភាគច្រើនខ្ញុំគូ eyeliner ខ្ញុំគូតែក្នុងសាច់ភ្នែកឯអ្នកគ្នាពីព្រោះខ្ញុំអត់សូវចង់ឲ្យភ្នែករបស់ខ្ញុំនឹងវាបាត់តបកច្រើនពេកឯអ្នកគ្នាបាត់តបកភ្នែករបស់ខ្ញុំខ្លាំងពេក yes ចឹងខ្ញុំគូតែក្នុងសាច់ភ្នែកហើយគូចេញជាកតុយរៀងបានតិចមកបន្ទាប់មកបាទខ្ញុំចាប់ផ្ដើមភ្ជាប់វាពីចុងភ្នែកហ្នឹងទៅអាកតុយហ្នឹងថែមតិចទៀតចឹងណាអ្នកគ្នា yes ហើយយើងមកពុតហុំភ្នែកអ្នកគ្នាសម្រាប់ការពុតហុំភ្នែកខ្ញុំពុតវាក្រោមចឹងហើយបះឡើងលើម្ដងតិចចឹងដើម្បីឲ្យហុំភ្នែកយើងវាងម្ដងតិចកុំឲ្យនៅពេលដែលយើងពុតតែត្រង់ឆ្កឺតហុំភ្នែកហ្នឹងគឺវាបាក់ឡើងលើហ្មងអ្នកគ្នាចំពោះ mascara វិញខ្ញុំប្រើរបស់ Lily by Red ពណ៌រាងសូកូឡាអ្នកគ្នា mascara នេះវា waterproof ខ្លាំងមែនតើហើយអីដែលសំខាន់មួយទៀតខ្ញុំមានអារម្មណ៍ថាខ្ញុំកាន់តែលាបទៅអាហុំភ្នែកមួយសរសៃរបស់ខ្ញុំខាងលើហ្នឹងគឺវាកាន់តែក្រាស់ហើយកាន់តែឃើញច្បាស់ហ្មងអ្នកគ្នាទោះបីពណ៌ដែលខ្ញុំកំពុង apply ហ្នឹងគឺវាពណ៌រាងសូកូឡាក៏ដោយចំពោះ color ថ្ពណ៌ខ្ញុំប្រើរបស់ Etude House ពណ៌នេះរាងបែក peach អ្នកគ្នាឥឡូវយើងដល់ជំហានចុងក្រោយគេហើយគឺ lipstick អ្នកគ្នាខ្ញុំប្រើរបស់ Dasic ពណ៌នេះរាងកាឈូកបែកទឹកក្រូចតិចអ្នកគ្នាពេលដាក់លើមាត់ទៅណា yes ខ្ញុំដាក់វានៅពេញខាងក្រោមមាត់សិនហើយបាទខ្ញុំយកជក់រាងទូចបន្តិចអ្នកគ្នាយកវាមក blend ចូលគ្នាវិញSo ខ្ញុំគិតថា make up របស់យើងរួចរាល់ហើយអ្នកគ្នាអញ្ចឹងតោះយើងទៅមើល outcome ទាំងអស់គ្នា So អ្នកគ្នាឥឡូវវីដេអូរបស់ខ្ញុំបានឈានមកដល់ទីបញ្ចប់ហើយខ្ញុំក៏ជឿថាវីដេអូមួយនេះវាអត់ perfect ទេអ្នកគ្នាវាអាចនឹងមាន mistake ច្រើនប៉ុន្តែខ្ញុំសង្ឃឹមថាអ្នកគ្នាក៏ enjoy สัมผัสនៅក្នុងវីដេអូនេះដែរអញ្ចឹងណាអញ្ចឹងអរគុណអ្នកនរគ្នាសម្រាប់ការតាមដានជួបគ្នានៅវីដេអូបន្តទៀតជម្រាបលាបាយបាយ